ឥឡូវនេះមាន AI ថ្មីបាទមិនត្រឹមតែឆ្លើយសំណួរបានទេតែវាអាចធ្វើការជំនួសយើងបានប្រៀបបានដូចជាមិត្តភក្តិការងារយើងអញ្ចឹងនោះគឺជា AI ថ្មីដែលមានឈ្មោះថា Cowork AI Cowork គឺជា AI ចំនួនថ្មីដែលទៅតែដាក់ឲ្យសាកល្បងប្រើឬក៏ AI មួយដែលជាប្រភេទ software ដែលយើងដំឡើងនៅលើកុំព្យូទ័រប៉ុន្តែគួរឲ្យស្ដាយមុខងារ AI នោះយើងអត់បានប្រើ free ទេតតែបង់លុយឬក៏ទិញទៅយើងអាចយកមកប្រើប្រាស់បានព្រោះដោយសារតែ AI នោះគឺជា AI មួយដ៏ល្អបំផុតសម្រាប់អ្នកដែលគាត់ចង់ប្រើអ្នកណាម្នាក់ដោយមិនចេះល្អូរល្ទាំឬក៏មិនចង់ដាក់សម្ពាធទៅលើអ្នកណាម្នាក់គឺគាត់អាចប្រើ AI នៅក្នុងកុំព្យូទ័រនឹងជំនួសបុគ្គលិកជំនួសលេខាឬក៏ជំនួសយើងបានផងដែរអ្វីដែលសំខាន់មុខងារ AI ហ្នឹងគឺមានច្រើនបំផុតដែលអាចឲ្យយើងប្រើប្រាស់បានហើយអាចឲ្យយើងធ្វើបានបើសិនជា AI ហ្នឹងចេញជាផ្លូវការចាំខ្ញុំមកលម្អិតទៅលើមុខងារទាំងអស់ហ្នឹងហើយនឹងបើសិនជាមានឱកាសខ្ញុំបានប្រើទៅលើមុខងារ AI ហ្នឹងខ្ញុំនឹងធ្វើការចែករំលែកបទពិសោធន៍ទាំងអស់ហ្នឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាយកទៅប្រើឲ្យបានត្រឹមត្រូវអញ្ចឹងខ្ញុំនឹងធ្វើការនិយាយអំពីមុខងារត្រួសៗនៅក្នុង AI នេះតាមអ្វីដែលខ្ញុំដឹងគឺ AI នេះអាចធ្វើការជំនួសយើងបានរៀបចំ plan ការងារទុកមុនឲ្យយើងបានបាទនឹងយល់ដឹងអំពីការងាររបស់យើងសម្រួលការងាររបស់យើងជួយតាមដានរាល់ម៉ោងពេលវេលារបស់យើងណាត់ជួបជាមួយអ្នកណាធ្វើអ្វីបាទការងារជួយទាញ report ឬក៏ជួយទាញការវិភាគទាំងឡាយណាដែលយើងចង់ប្រើឲ្យ AI ហ្នឹងធ្វើការជំនួសយើងបានហើយអ្វីដែលសំខាន់ AI ហ្នឹងអាចជួយគិតធ្វើ content ហើយនឹងជួយកាត់តយើងវីដេអូរបស់យើងហ្នឹងបានថែមទៀតវាលយត្រង់ចំណុចហ្នឹងជាពិសេសសម្រាប់ខ្ញុំអ្នកដែលធ្វើវីដេអូ content គឺនៅពេលដែលខ្ញុំចង់បានបុគ្គលិកឬក៏ចង់ជួលអ្នកណាម្នាក់ឲ្យមកកាត់តពេលខ្លះយើងអត់ចង់ដាក់សម្ពាធយើងអត់ចង់និយាយតម្លៃអីវែងឆ្ងាយប៉ុន្តែ AI នេះគឺអាចធ្វើបានយើងគ្រាន់តែកំងសរសេរ prompt បន្តិចតួចទៅឬក៏យើងបញ្យល់ជាអក្សរខ្មែរយើងក៏យល់ដែរយើងសរសេរទៅថាយើងចង់ធ្វើអីឲ្យកាត់តបែបណាដាក់ភ្លេងបែបណាជួយសរេសរងពណ៌ color អីបែបណាក៏អាចធ្វើបានដូចទៅនឹងមនុស្សម្នាក់ដែលនៅក្នុងកុំព្យូទ័រយើងដូចគ្នានេះគឺជា AI មួយខ្ញុំអត់នឹកស្មានថាហេតុអីក៏ពិភពលោករបស់យើងអាចធ្វើដល់ជំហាននេះបានអញ្ចឹងខ្ញុំគិតថា AI វាមិនមែនជាAI ធម្មតាទេហើយក៏ AI មិនមែនមកដើម្បីដណ្ដើមការងារយើងក៏មិនមែនមកដើម្បីចង់យកឈ្នះចាញ់យ៉ាងដែរប៉ុន្តែ AI មកជាបុគ្គលិកយើងមកជាកូនចៅយើងមកជាជំនួយការយើងបើសិនជាបងប្អូនទាំងគ្នាចេះប្រើ AI ឲ្យត្រូវក្បួនឲ្យត្រូវខ្នាតណាខ្ញុំគិតថាអ្វីក៏ដោយដែលបងប្អូនទាំងគ្នាគិតថាធ្វើមិនបានបាទតសេតប្រាប់ AI គឺធ្វើបានអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់យល់ដឹងអំពី AI ចាំរយៈបន្តិចសិននៅពេលដែលខ្ញុំបញ្ចប់ course មេរៀនរបស់ខ្ញុំហើយខ្ញុំនឹងចេញមេរៀនមួយទៀតដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើ AI បាទប្រើ AI ឲ្យអស់អាចអស់នោមខ្ញុំនិយាយចឹងហ្មងបាទនិយាយចឹងហ្មងស្រួលមែនទេនៅពេលដែលយើងចេះប្រើ AI បងប្អូនទាំងអស់គ្នាគឺខួរក្បាលរបស់យើងគិតតែ 50% នៃការដែលយើងមិនធ្លាប់ប្រើ AI បាទគឺល្អត្រឹមហ្នឹងបាទសម្រាប់វីដេអូនេះគឺខ្ញុំចែកតម្លៃត្រឹមតែប៉ុណ្្នឹងឯងបើពេញចិត្តរាល់វីដេអូរបស់ខ្ញុំកុំភ្លេចជួយ like share comment នៅខាងក្រោមបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់នៅកន្លែងណាបាទហើយកុំភ្លេចជួយ subscribe channel ខ្ញុំនៅមួយផងបាទជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូបន្តទៀត